ai đom xong anh xin chấm 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 được chưa chả chả nên chấm chấm ở con này cái đom để bàn chia tê về lia nơi bên ai đom tê thành chuyên từ đó thằng làm rich đâm bây giờ chịu barang bàn thuộc bát cầm phiênในថ្ងៃនេះហើយជាការបញ្ជាក់ជាថ្ងៃម្ដងទៀតចំពោះជំហររបស់ឯកឧត្តមបន្ថែមទៅលើអ្វីដែលឯកឧត្តមបានថ្លែងនៅសហភាពអឺរ៉ុបកាលពីថ្ងៃទី13ខែកក្កដាដែលឥឡូវនេះកំពុងតែខ្លាចទៅជាសង្គ្រាមបកាមែនទែនឯកឧត្តមសំរងស៊ីមកដល់ម៉ោងនេះឯកឧត្តមនៅតែប្រកាន់ជំហរថាឯកឧត្តមមិនបានប្រាប់សហភាពអឺរ៉ុបឲ្យបិទទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជាទេចា៎មិនដែលទាល់តែសោះខ្ញុំមិនដែលប្រើពាក្យបិទសូមស្ដាប់សម្ភាររបស់ខ្ញុំជាភាសាបារាំងបិទគឺហ្វែកនេះចា៎ខ្ញុំមិនដែលប្រើពាក្យនេះទាល់តែសោះខ្ញុំគ្រាន់តែថាពិចារណាមើលលក្ខខណ្ឌគិតគូរឡើងវិញធ្វើម៉េចឲ្យកម្មករខ្មែរទទួលបានប្រាក់ខែខ្ពស់ជាងសប្តាហ៍ឲ្យមានលក្ខខណ្ឌការងារល្អប្រសើរជាងសប្តាហ៍អ្វីដែលខ្ញុំនិយាយនេះមិនខុសពីអ្វីដែលសហជីពនៅប្រទេសកម្ពុជាលើកឡើងជាមួយនឹងក្រុមហ៊ុនបរទេសធំជាក្រុមហ៊ុនបញ្ជាទិញហៅថា buyers ដោយសារថា buyers នេះគឺមានឥទ្ធិពលខ្លាំងណាស់ហើយសហជីពនៅប្រទេសកម្ពុជាមិនដែលស្នើឲ្យ buyer ឈប់ទិញទេស្នើឲ្យ buyer ប្រើឥទ្ធិពលរបស់ខ្លួនដើម្បីជំរុញឲ្យថៅកែនៅប្រទេសកម្ពុជាដំឡើងប្រាក់ខែជូនកម្មការិនីខ្មែរហើយធ្វើម៉េចឲ្យលក្ខខណ្ឌការងារល្អប្រសើរជាងសប្តាហ៍ខ្ញុំក៏អញ្ចឹងដែរខ្ញុំនិយាយជាមួយសហភាពអឺរ៉ុបខ្ញុំថាសហភាពអឺរ៉ុបដែលមានទីផ្សារធំហ្នឹងគឺថាសូមប្រើឥទ្ធិពលរបស់ខ្លួនជួយដល់កម្មករខ្មែរនិយាយជាមួយអាជ្ញាធរនៅប្រទេសកម្ពុជានិយាយធ្វើម៉េចជំរុញឲ្យកម្មករខ្មែរទទួលបានប្រាក់ខែខ្ពស់ជាងសប្តាហ៍បាទចាឯកឧត្តមបានមានប្រសាសន៍ថាឯកឧត្តមមិនបានប្រើប្រាស់ពាក្យ ferme ដែលមានន័យថាបិទទេនៅក្នុងបទអន្តរាគមន៍កាលពីថ្ងៃទី13ខែកក្កដានៅសហភាពអឺរ៉ុបនៅក្នុងបទអន្តរាគមន៍នឹងឯកឧត្តមមានប្រសាសន៍ថាប៉ះសិនបើសហភាពអឺរ៉ុបនឹងលូកដៃឬមួយក៏ប៉ះពាល់ទៅដល់ទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជាមកអឺរ៉ុបនោះពលករកម្មករហើយនិងប្រជាពលរដ្ឋសាមញ្ញធម្មតានឹងមិនប៉ះពាល់ទេហើយអ្នកដែលប៉ះពាល់គឺឈ្មួញធំដែលឈ្មួញធំអស់នឹងចំណេញលុយហើយយកលុយមកផ្នែកទៅសោកប៉ាន់គណៈបកកាន់អំណាចក្នុងបទអន្តរាគមន៍នឹងខ្ញុំច្បាស់ណាស់ថាឯកឧត្តមបានប្រើប្រាស់ពាក្យថា touche ដែលប្រែថាលូកដៃឬក៏ប៉ះពាល់ហើយនៅក្នុងវចនានុក្រមរបស់ឯកឧត្តមសំរងស៊ីថាតើពាក្យ touche ប៉ះពាល់លូកដៃនឹងវាមានអត្ថន័យយ៉ាងម៉េចចា៎ touche នឹងមានន័យថាពេលអ្នកឯងគិតគូរអ្នកឯងសាររើអ្នកឯងជជែកអ្នកឯងដាក់លក្ខខណ្ឌអ្នកឯងពិនិត្យសូមឲ្យពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយtouche ហើយស្យាក់មិនទេខុសគ្នាឆ្ងាយណាស់ touche នោះគឺថាពិនិត្យទៅយកមកកាន់មើលឲ្យបានគ្រប់ជ្រុងជ្រោយឲ្យបានត្រឹមត្រូវមានថាបាត់អីណាហើយពាក្យនោះបើពេលណាអ្នកឯងមានឱកាសយករឿងហ្នឹងយកមកពិនិត្យយកមកជជែកហើយអាចដាក់លក្ខខណ្ឌយ៉ាងម៉េចទៅមួយដាក់សំណើយ៉ាងម៉េចសូមឲ្យគិតគូរថាប្រាក់ចំណេញហ្នឹងកុំឲ្យបានទៅថៅកែបានច្រើនលើលុបពីព្រោះថៅកែហ្នឹងចំបាច់កកម្មករពីព្រោះអ្នកមានអំណាចនៅប្រទេសកម្ពុជាចំបាច់កថៅកែហើយថៅកែទៅចំបាច់កកម្មករខ្មែរជាអ្នករៀនលំដាប់ទៅនេះពីព្រោះមានទឹកនំពុករលួយនេះជាតិសង្កត់ថៅកែណាដូច្នេះសូមឲ្យក្រុមហ៊ុនអ្នកបញ្ជាទិញផងអ្វីដែលសហជីពស្នើហើយសូមឲ្យសហភាពអឺរ៉ុបហ្នឹងឲ្យស្នើទៅអាជ្ញាធរប្រទេសកម្ពុជាឲ្យមានគណៈកម្មការបច្ចេកទេសពិនិត្យឡើងវិញថាឥឡូវហ្នឹងទីផ្សារវិជាឲ្យហ្នឹងប្រាក់ចំណេញអ្នកដែលរកស៊ីថៅកែធំហ្នឹងប្រាក់ចំណេញហ្នឹងជាមកធ្វើអីគួរណាស់បែងចែកពេលដែលថាត្រូវបានប្រាក់ខែឲ្យកម្មករបានប្រាក់ខែបានច្រើនជាងសប្តាហ៍ដូចជាប្រាក់ចំណេញពីនោះឆយបន្តិចបន្តួចក៏មិនអីដែរពីព្រោះទីគេបានទីផ្សារនេះគេចង់ជួយកម្មករគេមិនចង់ជួយថៅកែគេមិនចង់ជួយមានដឹកនាំពុករលួយដែលចែកប្រាក់ចំណេញចម្រិតប្រាក់ចំណេញពីថៅកែនោះទេគេចង់ធ្វើម៉េចឲ្យបែងចែកផលចំណេញហ្នឹងទៅឲ្យដល់កម្មករគេចង់ជួយប្រជារាស្ត្រខ្មែរគេចង់ជួយអ្នកក្រគេមិនមែនចង់ជួយថៅកែគេមិនមែនចង់ជួយមានដឹកនាំពុករលួយទេនឹងហើយគេហៅថា touche ពេលអ្នកឯង touche អ្នកឯងកាន់យកដំណុំរឿងមកទៅចែកសូមអ្នកឯងគិតគូរដល់ផលប្រយោជន៍កម្មករផងចាអាយដាមអរគុណច្រើនដែលបានបញ្យល់អំពីភាពខុសគ្នារវាងអត្ថន័យនៃពាក្យថា ferme ហើយនិងពាក្យ touche ហើយបើតាមប្រសាសន៍របស់អាយដាមខ្លឹមសារនៃបទអន្តរាគមន៍ដែលអាយដាមថ្លែងនៅសហភាពអឺរ៉ុបហ្នឹងគឺវាខុសពីអ្វីដែលវិទ្យុបារាំងអន្តរជាតិហើយនិងកាសែតផ្សេងទៀតបានផ្សាយអាយដាមបញ្យល់យ៉ាងម៉េចចំពោះការប្រសេរបស់ចលនាយុវជនគណបកសង្គ្រោះជាតិបារាំងវិទ្យុបារាំងអន្តរជាតិនិងកាសែតផ្សេងទៀតនៅកម្ពុជាចា៎ខុសបាទពីព្រោះថាបិទស្យាក់មេខ្ញុំអត់ថាទេតាsuspend អ្នកណាដែលគេបកប្រែឲ្យគេបកប្រែស្យាក់ចិត្តគេទៅអ្វីដែលយើងនិយាយបើយើងចង់ធ្វើអធិប្បាយផ្សព្វផ្សាយ
សូមយកប្រភពដើមនោះគឺសំរងស៊ីអ្នកនិយាយនៅសភាអឺរ៉ុបថ្ងៃ13ខែកក្កដា2016ហើយអ្វីដែលសំរងស៊ីនិយាយនោះគឺសភាអឺរ៉ុបគេបានថតពាក្យសម្ដីសំរងស៊ីជាផ្លូវការដូច្នេះសូមយកទៅពាក្យសម្ដីសំរងស៊ីបានហើយកុំយកអ្នកនេះអ្នកនោះទោះជាអ្នកណាធ្វើអីក៏ដោយខ្ញុំមិនមែនទទួលខុសត្រូវចំពោះបុគ្គលណាគេហាមាត់ទៅខ្ញុំត្រូវទទួលខុសត្រូវខ្ញុំទទួលខុសត្រូវចំពោះតែពាក្យសម្ដីរបស់ខ្ញុំអញ្ចឹងខ្ញុំសូមអរគុណវិទ្យុអន្តរជាតិបារាំង RFE ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបញ្ជាក់គោលជំហរយ៉ាងច្បាស់របស់ខ្ញុំគោលជំហរយ៉ាងច្បាស់របស់ខ្ញុំគឺមួយជីវិតរបស់ខ្ញុំចេញមកការពារកម្មករជានិច្ចខ្ញុំខិតខំជួយកម្មករជានិច្ចតាំងពីធ្វើបាតកម្មដំបូងមុនខ្ញុំដឹកនាំធ្វើបាតកម្មខ្ញុំជួយកម្មកររៀបចំធ្វើកោតកម្មជួយរៀបចំបង្កើតសហជីពជាមួយដូចជាវិជាបង្កើតសហជីពសេរីឯករាជ្យមុនគេទាំងអស់ហើយរហូតទៅដល់ប្រឈមមុខគ្រោះថ្នាក់ធ្វើបាតកម្មជាមួយកម្មករគេគប់គ្រាប់បែកស្លាប់16នាក់ក្នុង16នាក់ទីឈាមហូរពេញផ្លូវនោះគឺឈាមកម្មករច្រើនណាស់ដូច្នេះខ្ញុំចេញមុខតស៊ូប្រយុទ្ធជាមួយកម្មករខ្ញុំមិនដែលនឹកឃើញថាមកបិទទីផ្សារធ្វើបាបកម្មករទេខ្ញុំគ្រាន់តែថាយករបៀបគិតគូរនេះហៅថាវិធីសាស្ត្រក្នុងការចរចាផ្លូវទូតយើងចរចាយើងត្រូវតែយកកត្តាខ្លះយកមកឆ្នៃយកមកលាតត្រដាងយកមកជំរុញឲ្យអ្នកដែលជាមានឥទ្ធិពលទាំងក្រុមហ៊ុនបរទេសបញ្ជាទិញទាំងប្រទេសធំទីផ្សារធំដោយសារសហភាពអឺរ៉ុបអ្នកណាគេមានឥទ្ធិពលខ្ញុំចរចាការទូតនេះខ្ញុំចង់ជំរុញឲ្យអ្នកដែលមានឥទ្ធិពលនឹងចាប់អារម្មណ៍ពីទុក្ខវេទនារបស់កម្មករពីព្រោះគេទៅចែកតែជាមួយថៅកែគេទៅចែកតែជាមួយរដ្ឋាភិបាលដូច្នេះថៅកែនិងរដ្ឋាភិបាលបានយកទុកកង្វល់ភាពវេទនារបស់កម្មករទៅនិយាយជាមួយអ្នកដែលមានឥទ្ធិពលនេះគេខុបខិតតែគ្នាទេដូច្នេះពេលណាដែលខ្ញុំមានឱកាសខ្ញុំសូមឲ្យអ្នកដែលមានឥទ្ធិពលនឹងសូមជួយគិតគូរដល់ជីវភាពរស់នៅដល់លំបាកវេទនារបស់កម្មករខ្មែរហើយសូមឲ្យជួយបានឡើងប្រាក់ខែដល់កម្មករខ្មែរហើយធ្វើម៉េចឲ្យលក្ខខណ្ឌការងារថាពេលវេលាធ្វើការពេលឈឺពេលស្ត្រីមានផ្ទៃពោះកូនទៅរៀនសូត្រអីយ៉ាងម៉េចនោះសូមធ្វើម៉េចដូចនៅស្រុកជឿនលឿនដូចនៅស្រុកបារាំងជាដើមគេជួយកម្មករច្រើនណាស់គេមានសង្គមគិច្ចគេមានការរៀបចំជួយកម្មករដល់ជីវភាពកម្មករដល់ភាពថ្លៃថ្នូររបស់កម្មករដល់អនាគតកូនចៅកម្មករតទៅទៀតខ្ញុំចង់ឲ្យមានការរៀបចំឲ្យមានលក្ខណៈជឿនលឿននៅប្រទេសកម្ពុជាដូចនៅប្រទេសជឿនលឿនទូទាំងពិភពលោកចា៎